វីដេអូនេះខ្ញុំនឹងបង្ហាញអ្នកគ្នាពី script មួយដែលធ្វើឲ្យយើងអាចទៅវាយមេបានយ៉ាងស្រួលជាងមុនអញ្ចឹងណាសម្រាប់មេផ្សេងៗហ្នឹងគឺយើងអាចលក្ខណៈថា hop server ទៅវាយយកតែម្ដងយើងមិនបាច់ធ្វើ quest ឬក៏មិន farm មកយូរទេអញ្ចឹង script នេះគឺមានឈ្មោះថា Night Hub អ្នកគ្នា Night Hub Boss អញ្ចឹង script នេះគឺអ្នកគ្នាអាចចូលទៅយកបាននៅក្នុង group channel Telegram ខ្ញុំបានហើយរបៀបនៃការប្រើប្រាស់វានេះគឺយើងនឹងបង្ហាញអ្នកទាំងអស់គ្នាជាដំបូងយើងធ្វើការបើក script ហ្នឹងមកហើយបន្តមកទៀតវាមាន key គឺយើងបាទអ្នកគ្នាអាចចូលទៅមើលវីដេអូខ្ញុំមួយទៀតបានដែលពីរបៀបយក key អា script ហ្នឹងហើយពេលយើងបើក script ហ្នឹងហើយអ្នកគ្នាអូមើលបូដែលអ្នកគ្នាចង់ read វាឥឡូវនេះគឺខ្ញុំទៅ read បូ Reaper ដែលសារខ្ញុំចង់បានកាដៀវ hello អញ្ចឹងយើងបើកអាហ្នឹងហើយយើងចូលមកកន្លែងពាក្យ farming ហើយយើងជ្រើសរើស Reaper នេះមកខាងលើហ្នឹងយកកដាប់ដៃហើយយើងបើកអាមុខងារពីរនេះទី1គឺ kill បោះហើយនឹងអា kill បោះហូបហ្នឹងអញ្ចឹងពេលដែលអ្នកចុចអាហ្នឹងទៅគឺវានឹងហូបសបយហើយកន្លែងមុនហ្នឹងខ្ញុំចុចរមើលអាបោះហ្នឹងអាហ្នឹងយើងចុចចូលខ្លួនឯងអាហ្នឹងមានន័យថាយើងចង់ចូល server ណាយើងចុចលើ server ហ្នឹងទៅវានឹងចូលទៅ server ណាដែលគេកំពុងទៅវាយអាមែនហ្នឹងហើយអញ្ចឹងយើងបើកអានេះក៏បានដែរគាត់តែបើកអូតូទៅគឺវានឹងហូប server មករserver ណាដែលគេកំពុងទៅវាយមែនហ្នឹងហើយជាក់ស្ដែងពេលដែលយើងបើកមុខងារពីរហ្នឹងហើយវានឹងអូតូហូប server វាដើររក server ខ្លួនឯងហើយបន្តមកទៀតគឺវានឹងហោះទៅវាយមេនឹងតែម្ដងអញ្ចឹងពេលដែលវាវាយ server មកវាយមេនៅ server ហ្នឹងមួយហើយវានឹងបន្តមកទៀតគឺវានឹងហូបទៅរក server ថ្មីដែលខ្លួនវាទាំងអស់យើងគ្រាន់តែចាំបើក script ហ្នឹងទៅបានហើយវានឹងចូលពី server មួយទៅ server មួយឲ្យអ្នកនរគ្នាមើលហើយនៅពេលណាដែលយើងចង់បញ្ឈប់វាអ្នកគ្នាអាចបញ្ឈប់អាចបិទបានបិទអាកន្លែងពាក្យថាហូបបោហ្នឹងទៅ kill ហូបបោហ្នឹងបើទៅគឺវាលែងបន្តទៅមុខទៀតហើយកុំភ្លេច subscribe និង follow ម្នាក់មួយផងដើម្បីទទួលបានវីដេអូផ្សេងៗទៀតពាក់ព័ន្ធនឹង script ផងដែរ